បាទសួស្តីអ្នកនរគ្នាបាទចឹងខ្ញុំមកបង្ហាញពីមុខងារនិងរបៀបប្រើខ្លះៗនៅកម្មវិធី Fork Facebook Pro របស់យើងបាទដោយសារតែកម្មវិធី tool របស់យើងឥឡូវនេះគឺបានអាប់ដេតនៅមុខងារជាច្រើនបាទគឺមានច្រើនមែនតើណាបាទអញ្ចឹងខ្ញុំបង្ហាញខ្លះៗត្រួសដើម្បីឲ្យអ្នកនរគ្នាមានការងាយស្រួលក្នុងការប្រើប្រាស់ណាឲ្យដឹងថាមុខងារអីចឹងទៅបាទអញ្ចឹងយើងមើលមកខាងលើនេះសិនបាទយើងបាទឥឡូវខ្ញុំអានមកដល់លើនេះគឺយើងមើលម៉ឺនុយខាងឆ្វេងសិនគឺយើងមានម៉ឺនុយ dashboard នោះគឺផ្ទាំង dashboard ហ្នឹងបាទ active គឺផ្ទាំងនេះបាទម៉ឺនុយ login គឺជាកន្លែងដែលយើងត្រូវ login ណាដាក់ account ដើម្បី login ចូលបាទ reg account នេះគឺជាម៉ឺនុយផ្ទាំងសម្រាប់យើងធ្វើការ reg account បាទអញ្ចឹងខ្ញុំចូលមកកាន់ dashboard វិញអញ្ចឹងយើងមើលខាងក្រោមនេះគឺ theme selector គឺយើងធ្វើការ select នៅពណ៌ណាបាទអញ្ចឹងយើងអាច select ពណ៌បានបាទស្រឡាញ់ពណ៌អីយើងប្រើពណ៌ហ្នឹងទៅបាទអញ្ចឹងនេះគឺជា social media អ្នកគ្នាអាចចូលឆែកមើលវីដេអូមើលអីក្នុងហ្នឹងបានណាឬក៏ Telegram group បាទអូខេអញ្ចឹងយើងមើលមកផ្ទាំង dashboard របស់យើងមើលផ្នែកខាងលើនេះបាទអញ្ចឹងយើងមើលមកខាងស្ដាំបន្តិចសិនអក្សរ QQ នេះគឺជា IP កុំព្យូទ័ររបស់យើងអញ្ចឹងនៅពេលដែលយើងបាន connect VPN ទៅប្រទេសណាអីគឺវានឹង load នៅកន្លែងហ្នឹងណាអញ្ចឹងយើងអាចធ្វើការ refresh វាយើងចុច refresh នេះ refresh IP ហ្នឹងទៅវាធ្វើការ refresh ហើយបាទអូខេបាទអញ្ចឹងយើងមើលមកប៉ែកខាងលើនេះគឺកន្លែងនេះគឺជា category បាទគឺវា all account នេះគឺវា default ណាគឺវាមាន account ទាំងអស់នៅក្នុងហ្នឹងបាទណាបាទ category ហ្នឹងបាទបើសិនជាខ្ញុំ select យក account ខ្មែរគឺវាចេញតែបង្ហាញតែខ្មែរទេដែលខ្ញុំបាន add ចូលណាបាទអូខេខ្ញុំយក all វិញអញ្ចឹង category នេះគឺ all category ហ្នឹងគឺវា default ហើយគឺវាទាំងអស់ណាគឺ account របស់យើងទាំងអស់បាទអញ្ចឹងអាប្រអប់នេះគឺយើងចង់បង្កើតនៅ category ថ្មីយើងអាចវាយ category ទៅឈ្មោះ category ណាឧទាហរណ៍ខ្ញុំវាយ GG អញ្ចឹងទៅខ្ញុំចុច create មកអញ្ចឹងវានឹងធ្វើការបង្កើតនៅ category ថ្មីមួយឈ្មោះ GG ហ្នឹងបាទអញ្ចឹងយើងចូលមើលក្នុងនេះយើងឃើញមាន GG នេះអញ្ចឹងយើងមកចូលមើលក្នុងនេះគឺអត់មានទេបាទវាចូលមកក្នុងកន្លែងនេះលុះត្រាតែយើងបាន add account ហ្នឹងចូលមកក្នុង category ហ្នឹងសិនឧទាហរណ៍ថាឥឡូវខ្ញុំ add 2 3 account នេះចូលហើយក្នុងហ្នឹងបាទអញ្ចឹងអាប៊ូតុង add to នេះគឺយើង add category ណា add account យើងចូលក្នុង category អញ្ចឹងយើងចុច add មកវាចូលហើយបាទអញ្ចឹងយើង select មកយើងឃើញមាន GG ហ្នឹងមាន3 account ហ្នឹងហើយបាទអូខេអញ្ចឹង add to អញ្ចឹង remove នេះគឺយើង remove វាចេញវិញណាឧទាហរណ៍ខ្ញុំ remove 2នេះចេញខ្ញុំចុច remove មកវា remove ទៅវិញហើយបាទបាត់តែសល់តែមួយឃើញណាបាទអូខេអញ្ចឹងប៊ូតុងសម្រាប់នេះ delete category នេះគឺយើងលុប category ចោលអញ្ចឹងបើសិនជាយើងឈរលើ category នេះ all account ហ្នឹងយើងចុច delete គឺអត់ឲ្យលុបទេណាបាទអញ្ចឹងខ្ញុំចង់លុប category នេះចោល category GG នេះចោលតែម្ដងបាទការលុបហ្នឹងគឺវាលុបចេញទៅពីក្នុងនេះដែរណាបាទអញ្ចឹងយើង select លើ category ហ្នឹងមកយើងចុច delete មកបាទអញ្ចឹងអូខេអញ្ចឹងយើងឃើញថាបាត់ category ហ្នឹងហើយអញ្ចឹងនៅក្នុងនេះក៏បាត់ដែរបាទអូខេអញ្ចឹងនេះការបង្កើត category ចា refresh នេះគឺជា refresh account ណាយើង refresh account ហ្នឹងទៅបាទហើយ profile នេះគឺយើងឈរនៅលើ admin ណាគឺក្នុងនេះសត account admin ហើយបាទអូខេអញ្ចឹងបើសិនជាយើងចូលមកក្នុងនេះគឺជា page ណាអញ្ចឹងវា list page ទាំងអស់នៃ admin ទាំងអស់មិញហ្នឹងអញ្ចឹងគឺ total page 100 page ជាងបាទ admin គឺ52 page ណាបាទអញ្ចឹង admin យើងមានបញ្ហាមានអីគឺវា load លេខនេះណា account មានបញ្ហាអីនេះគឺវា load ហ្នឹងហើយប្រាប់ឲ្យថា account មានប៉ុន្មាន account ដែលវាមានបញ្ហាអញ្ចឹងនេះ0គឺវាអត់មានបញ្ហាទេបាទអញ្ចឹងអា select នេះគឺយើង select ហ្នឹងវា select ណាវា select count ឲ្យយើង select all យើង select all អញ្ចឹងណាបាទអញ្ចឹងអានេះ status វា live នេះថាវាល្អណាបាទអញ្ចឹងនៅក្នុងតារាងរបស់យើងនេះគឺយើងមាន ID មាន profile name page friend primary GPS បាទ VPN city អីហ្នឹងបាទអូខេចាប្រអប់ search នេះគឺយើងសម្រាប់ search រក account របស់យើងណាអញ្ចឹងយើងអាច search វារក account របស់យើងអញ្ចឹងទៅបាទយើងអាច search អញ្ចឹងទៅណាបាទអូខេហើយវាអាច search ទាំង page ដែរណាអានេះយើង search លើ admin ហើយយើងក៏អាច search នៅលើ page នឹងបានដែរបាទ
យើងចុចមកវា load មកហើយបាទអូខេចឹងនេះគឺជាប្រអប់ដើម្បី search បាទហើយមួយទៀតគឺអ្នកទាំងអស់គ្នាអាច filter បាននៅលើហ្នឹងគឺខ្ញុំមើលខ្លាចនិយាយទៅអត់លឺអូខេលឺតាបាទយើងអាច filter វាយើងអាចចុច filter តាម ID យើងចុចមកឃើញទេវាលិះពីធំទៅតូចវិញបាទចុចមកវាតូចទៅធំវិញអាច filter តាម name បាទតាម name អក្សរ A B C D E អញ្ចឹងណាបាទវាតាមលេខរៀងតាមលំដាប់អក្សរបាទអូខេចឹងខ្ញុំដាក់តាម ID វិញដូចគ្នានេះតាម page ដូចគ្នាចុចមកវា page 1អាណាមានមួយ page មុន2 3បាទបើយើងចុចទៅវាធំពីធំទៅតូចវិញអញ្ចឹងទៅបាទតាម friend ដូចគ្នាណាវាដូចគ្នាទេអានេះដូចគ្នាយើងអាច filter យើងគ្រាន់តែចុចលើវាទៅវា filter តាមហ្នឹងណាបាទអូខេបាទអញ្ចឹងហ្នឹងគឺនៅក្នុងហ្នឹងបាទផ្ទាំងហ្នឹងហើយវានៅក្នុងហ្នឹងគឺវាមានម៉នុយផ្សេងគ្នាទៀតណាគឺយើងអាច right click លើវាមានម៉នុយអីចឹងទៀតបាទអញ្ចឹងវាមានម៉នុយ start ដើម្បីយើងធ្វើការ start នៅ manual យើងចង់បើកវាលក្ខណៈ manual មកប្រើវាមកមើលវាចឹងដែរយើង select ចឹងទៅ select ប្រមាណហ្នឹងទៅយើងចុច start ទៅវានឹងបើកប៉ុណ្ណឹងមកហើយតែការបើកអាហ្នឹងគឺទាមទារយើង select លើនេះដែរណាលើ LD ដែរបាទបើយើងអត់ select LD ទេវាអត់ដឹងបើកនៅលើ LD ណាទេបាទអូខេបាទ stop គឺយើង stop វាវិញណាវាតង់ stop ហ្នឹងគឺយើង stop វាវិញបាទហើយមួយទៀតគឺ add photo add photo វា add photo folder ចូលមកក្នុងនេះណាគឺអ្នកនរគ្នា add photo សម្រាប់ឲ្យ admin សម្រាប់ផុសនៅលើ admin ណាអញ្ចឹងវានឹងផុសបាទព្រោះមុខងារផុសវានៅក្នុងនេះទេនៅក្នុងនេះទៀតបានមកដល់ហ្នឹងណាបាទវាភ្ជាប់គ្នាជាមួយនឹងយើងដាក់ photo folder នេះបាទយើងអាច add photo folder យើងអាច add ច្រើនយើងចុចច្រើនទៅ add ទៅបាទអូខេចឹងយើងអាច add ដាក់ photo ដើម្បីយើងផុស photo ក្នុង admin ឡើយហ្នឹងណាបាទ folder ហ្នឹងអូខេបាទអញ្ចឹងអានេះ primary ឥឡូវខ្ញុំរៀបរាប់អានេះបន្តិចទៅអានេះ profile name របស់យើង page តើadmin ហ្នឹងមានប៉ុន្មាន page គឺនៅនេះបាទ friend គឺមាន friend ប៉ុន្មាន primary នៅប្រទេសណាបាទ primary វា account ខ្មែរឬ account អាមេរិកឬ account ថៃណាហ្នឹងគឺ primary របស់វាអញ្ចឹងអ្នកនរគ្នាដឹងហើយ primary នេះបាទ GPS នេះគឺយើង set ខ្លួនយើងទេគឺយើងជាអ្នក set វាបញ្ចូលណាគឺយើង set coordinate វាដើម្បីឲ្យវាចាប់ទីតាំងអញ្ចឹង tool វានឹងធ្វើការបដូរទីតាំង account ហ្នឹងទៅហ្នឹងហើយបាទអញ្ចឹង VPN City នេះក៏យើង set វាដែរអញ្ចឹង VPN City នេះវាដើរជាមួយនឹងនេះជាមួយនឹង VPN សរសើរហើយយើងយក VPN City ហ្នឹងអញ្ចឹងនៅពេលដែលយើងប្រើ VPN នៅលើ LD យើង select វាបែបនេះគឺវានឹងធ្វើការបដូរណាបាទន័យថានៅពេលដែលវាបើក LD មកវា connect VPN ចូលទៅកាន់នេះ city ដែលយើងបានកំណត់ហ្នឹងបាទណាតាម account នីមួយៗហ្នឹងចឹងយើងដាក់ account ដាក់ VPN city វាខុសៗគ្នាវា connect ទៅខុសៗគ្នាអញ្ចឹងវាបើក LD មកវាបើក VPN ទៅវា connect ចូលតាមហ្នឹងហើយតាម account តាមតំបន់ city បាទទីក្រុងដែលយើងដាក់ឲ្យវាហ្នឹងបាទអូខេបាទអញ្ចឹង delete post នេះគឺយើងសម្រាប់ធ្វើការ delete page ណា delete មិនមែន delete page ណានេះគឺឈ្មោះ page ណាអញ្ចឹង admin ហ្នឹងវាមាន page វាហ្នឹងបាទអញ្ចឹងហើយការមុខងារ delete page ហ្នឹងគឺនៅនេះទៅទៀតខ្ញុំនឹងមកដល់ហើយនេះ delete post មិនមែន delete page ទេបានន័យថាយើង delete post ពីក្នុង page ហ្នឹងណាបាទអញ្ចឹងហ្នឹងគឺអញ្ចឹងបាទអូខេអញ្ចឹងយើងបន្តទៀតគឺ status នេះអីហ្នឹងគឺ action នេះគឺមិនបាច់ចាំនិយាយទេអានេះកន្លែងនេះគឺពេលដែលយើងលេងយើងឃើញមានហើយបាទអញ្ចឹងខ្ញុំបន្តដល់ menu របស់យើងវិញបាទ delete account ហ្នឹងគឺយើងធ្វើការ delete account ណាយើង select account ណាយើងចង់ delete យើង delete ទៅឬក៏យើងចុចអានេះណាយើង select account ហ្នឹងមកយើងចុច delete កន្លែងនេះក៏បានយើង right click លើវាចុច delete ក៏បានដែរបាទអញ្ចឹងការ set GPS គឺយើង set GPS នេះឯងនេះអានេះណាយើងដាក់អាហ្នឹងយើងអាច right click បាទយើងអាច select អញ្ចឹងយើងអាច right click ដាក់ឲ្យវាអញ្ចឹងក៏បានបាទឬក៏យើងអាចវាយបញ្ចូលក្នុងនេះក៏បានដែរយើងមាន coordinate បាទអញ្ចឹង coordinate យើងមើលទៅវាមានលក្ខណៈបែបនេះបាទមាននេះមួយអញ្ចឹងទៅបាទអូខេបាទអញ្ចឹង set VPN City ដូចគ្នាបាទបើយើងចង់ set VPN City លក្ខណៈ multiple យើងចុចអាហ្នឹងមកយើង set VPN City តែបើយើងចង់វាយចូលមួយយើងអាចវាយចូលតាមមួយចឹងបានណាបាទអូខេអញ្ចឹងអា column ផ្សេងមិនអាច click បានទេតោះតែ column ណាដែល
nhom ảnh nhạt và này ta vị ảnh nhạt để dương vay với chỗ ban dương click chẳng chỉnh bạn ấy gọi chỉnh này cái đó dương double click đối với chỉnh này double click đối với chỉnh dương vay với chỗ bà copy column pi nắng cứ mình ảnh vay với chỗ bạn thế bà đã có dương miền một người được không này đây bà ok trongមួយទៀតគឺបន្តទៀតគឺ page setting ហ្នឹងគឺវានឹងគឺទីតាំងយើង control page របស់យើងអញ្ចឹងយើងអាចដាក់photo folder ឲ្យវាណាដាក់ real folder ដើម្បីឲ្យវាផុសណាផុសចូលក្នុង page ហ្នឹងយើងអាចកំណត់មក page ដាក់ folder ឲ្យវានីមួយៗបានអញ្ចឹងទៅបាទហើយយើងអាច add វាចូលមកកាន់ delete ផុសអញ្ចឹងអ្នកនរនេះដូចឃើញកន្លែងនេះមិញអញ្ចឹងខ្ញុំឆ្លោះនេះសិនបាទ delete ផុសនេះគឺយើងឃើញមាន delete ផុសហ្នឹងអញ្ចឹងគឺយើងអាច add ពីកន្លែងហ្នឹងទៅណា add យើងអាច add ឧទាហរណ៍ខ្ញុំ select លើ account នេះអញ្ចឹងខ្ញុំអាច add ខ្ញុំចូល page setting ខ្ញុំអាច add page នឹងមួយចូលទៅកាន់ delete ផុសបានន័យថានៅពេលដែលយើងបើកនៅមុខងារនេះ refresh មួយមកវា load ចូលមកបើកនៅមុខងារ delete ផុសនេះគឺវានឹងធ្វើការ switch ទៅ page ហ្នឹងហើយវាចូលទៅលុបផុសទាំងអស់ក្នុង page ហ្នឹងណាបាទដែលមានហ្នឹងបាទអូខេបាទហ្នឹងគឺខ្ញុំគ្រាន់តែប្រាប់ត្រួសចឹងខ្លះទេបាទ clear គឺយើង clear វាចេញវិញបាទឧទាហរណ៍ខ្ញុំ select ពី account នេះមកអញ្ចឹងខ្ញុំ clear delete ផុសនេះចេញវិញបាទវា clear ចេញបាទហើយក៏វាយើងអាចប្រើវានៅកន្លែង page នេះក៏បានដែរណាគឺដូចគ្នាយើងអាច select page ហ្នឹងមកបាទ page ណាខ្លះដែលយើងចង់ឲ្យវា delete ផុសជាងចុចមកហើយយើង add វាចូលទៅក្នុង delete ផុសណាទៅវាចូលទៅដូចគ្នាបាទយើងចូលមើលហ្នឹងយើងមើលមកវាមកវិញនេះយើង add វិញវាមកកណ្ដាលវិញបាទយើងចង់ clear វាដូចគ្នាដែរយើងអាច clear នៅកន្លែងហ្នឹងបានដូចគ្នាបាទយើងអាច clear វាអញ្ចឹងមកចុច clear delete ផុសអញ្ចឹងទៅតែឥឡូវនេះយើងអត់ឃើញមានថាតើ page ណាវាជាប់ delete ផុសនេះវាមកជាប់ក្នុងនេះអញ្ចឹងយើងអាច clear នៅនេះវាស្រួលអញ្ចឹងវាតិចជាងដែរឃើញណាបាទនោះវាច្រើន page វានេះមកគឺវាមានច្រើនណាបាទអូខេយើងបើកបើកអីចឹងបាទនេះយើងស្រួលបើកមកឃើញតែម្ដងអញ្ចឹងយើងចុច clear វាចោលមក clear delete ផុសនេះ clear delete ផុសដែរមកអូខេបាទអញ្ចឹងបន្ទាប់ពី clear delete ផុសគឺ add photo add folder អញ្ចឹងការ add folder គឺយើងអាច add ម្ដងមកនេះណាមកយើងអត់អាច select ចេះ page add អាហ្នឹងឲ្យវាបានទេអត់កើតទេណាគឺយើង add បានតែឧទាហរណ៍យើង add យើងចង់ add folder ឲ្យ page មិញយើង add folder ឲ្យ page យើងមាន option មួយគឺកន្លែងនេះគឺយើងអាច add កន្លែងនេះបានណាអាច add browse ទៅ folder for អីឲ្យវាប៉ុន្តែវាក៏មាននៅមុខងារខាងក្រៅនឹងមួយដែរគឺ add folder ហ្នឹងគឺយើងអាច add បែបនេះបាទយើង add folder real និង folder photo បាទន័យថាយើង add ទៅវាចូលទៅក្នុង page នឹងទាំងអស់ឧទាហរណ៍ថាយើងអានេះ account ហ្នឹងមាន5 page បាទយើង add នៅក្នុងនេះយើង add ម្ដងមួយមែនទេ add ម្ដងមួយប៉ុន្តែយើងប្រើមុខងារនេះគឺយើង add ម្ដងបានទាំងអស់បាទប្រហែល page ហ្នឹងគឺយើង add បានទាំងអស់ឲ្យតែយើងដាក់ folder គ្រប់ឲ្យវាទៅបាទអូខេប៉ុន្តែវាយើងអាច add បានតែមក account ហ្នឹងណាអាច select ចេះបានទេអញ្ចឹងប៉ុន្តែការ add folder ហ្នឹងគឺមានមួយកន្លែងទៀតគឺយើងអាច add នៅក្នុង page នេះតែម្ដងណាអញ្ចឹងយើង select page ហ្នឹងមក select ទៅហើយយើងធ្វើការចុច add folder ហ្នឹងមកបាទអញ្ចឹងវា add ទៅដូចគ្នាបាទអញ្ចឹងឬយើង select all មកបាទយើងដាក់តាមនេះក៏វាលឿនដែរ select ទៅយើង import folder ទៅដាក់ឲ្យវាទៅជា folder រៀងក៏ folder photo អញ្ចឹងទៅបាទសម្រាប់ឲ្យវា upload ណាបាទអូខេបាទអញ្ចឹងការ add folder នោះមានប៉ុណ្ណឹងការ refresh នេះគឺវាដូចតែ refresh ខាងនេះដែរទេអញ្ចឹងអានេះគឺវា refresh account បាទចឹងអានេះគឺយើង refresh LD ឥឡូវនេះមាន refresh ដែរយើង refresh LD នេះប៉ុន្តែអាមុខងារ refresh ខាងក្រោមនេះគឺវា refresh ទាំងពីរបាទបើសិនជាយើង select ទាំងពីរចេះយើង refresh អានេះគឺយើង refresh បានអានេះទេអានេះយើង refresh បានអានេះប៉ុន្តែអាមុខងារដែលយើង right click នេះគឺវា refresh ទាំងពីរអូខេបាទអញ្ចឹងខ្ញុំចូលមកកាន់ page វិញចូលមកកាន់ page យើងមើល menu លើ page វិញវាមាន menu អីខ្លះបាទអញ្ចឹងយើង right click មកយើងឃើញមាន menu start បាទបានន័យថាយើង start បើកនៅ profile page ហ្នឹងបាទដើម្បីយើងបើក page ហ្នឹងណាបាទ show admin នេះបានន័យថាយើងមើលបាទយើងចុច multiple ចឹងសម្រាប់ការ show admin គឺវាអត់ដំណើរការទេណាវាដំណើរការតែអាណាលើគេមួយនេះទេចាក្រោមនេះគឺវាអត់ដំណើរការទេអញ្ចឹងយើងអាច select តែមួយទៅបានហើយ show មកយើងឃើញថាpage ហ្នឹងគឺវានៅក្នុងadmin ទី1បាទឈ្មោះ
admin ហ្នឹងគឺជាមួយនេះណាបាទអញ្ចឹងយើងអាចselect absent មកចុច show មកវាឃើញអញ្ចឹងអានេះនៅក្នុង admin ទី3 profile វាឈ្មោះនេះហើយ page វាមានប្រហែល page នេះបាទនៃ admin ហ្នឹងបាទអញ្ចឹងបន្តទៀតគឺ add folder មិញដូចខ្ញុំបង្ហាញអញ្ចឹងបាទយើងអាច select multiple អញ្ចឹងយើងអាច add folder ឲ្យវាណាដាក់ folder real ឬក៏ folder photo បាទហើយមួយទៀតគឺ delete folder delete folder វិញបាទអញ្ចឹងយើងអាច delete វាវិញបាទអញ្ចឹងយើងអាច delete វានេះពេលដែលយើងដាក់មកគឺវាធ្លាក់មកក្នុង folder នេះបាទយើងដាក់ folder real គឺវានឹងធ្លាក់ចូលក្នុង folder real បាទបើយើងដាក់ folder photo វានឹងធ្លាក់ចូលក្នុង folder កន្លែង column photo នេះណាបាទហើយខ្ញុំភ្លេចប្រាប់នៃដំណើរពីនេះបាទអញ្ចឹង page name របស់យើងនេះ follow អានេះ view អានេះ recommendable អានេះ monetize បាទអីអ្នកនរគ្នាមើលអ្នកនរគ្នាស្គាល់ហើយបាទចាំខ្ញុំបញ្យល់ច្រើនតែនេះបាទតិចមិនដឹង follow មិនដឹងview ហ្នឹងមិនដឹងមិនទៀតងាប់បាទអូខេអញ្ចឹងបន្តទៀតគឺ delete folder ហ្នឹងគឺ delete folder ហ្នឹងគឺយើង delete អាហ្នឹងណានេះបើសិនតែខ្ញុំចុច delete ទៅវាប្រកាសជាបាត់ហើយបាទបាត់អា folder ហ្នឹងហើយបាទហើយ open យើងអាច open ណាយើងអាចបើកវា open បាទបើសិនតែយើង open អានេះអត់ដើរទេដោយសារតែ folder នេះវាអត់មានបាទយើង open មកវាអត់មានទេឃើញទេវាដើរទេតែបើយើង open folder real វាមាននេះ folder real ហ្នឹងចុចយើងចុច open មកអញ្ចឹងវាបើកមកហើយអូខេបាទអញ្ចឹងអាហ្នឹងយើងអាចបើក multiple ចឹងណាការបើក folder បាទអូខេបន្តមកទៀតគឺ add delete post គឺខ្ញុំបានបង្ហាញមិញណា add កាលណាដែលយើង add ចូលទៅវានឹងធ្លាក់ចូលមកក្នុងនេះបាទនេះវាធ្លាក់ចូលហើយបាទអញ្ចឹងនេះខ្ញុំ clear វាវិញមកបាទខ្ញុំ clear delete post នេះបាទអូខេយើងមកវិញមកបាទអញ្ចឹងយើងបន្តទៅទៀតគឺ add page folder នេះក៏អ្នកនរគ្នាបានដឹងដែរមិញបាទយើង add អូ sorry អ្នកនរគ្នាកន្លែងនេះអូអានេះខ្ញុំអត់ទាន់ចុចអញ្ចឹងបានអញ្ចឹងអូខេអញ្ចឹងយើងចូលមកដល់ទៀតគឺយើង clear វាវិញមិញយើង add វាចូលឧទាហរណ៍ថាយើង add ចូលប៉ុណ្ណឹង add ចូលទៅយើងមកមើលនៅក្នុងនេះគឺឃើញយើងមានអាហ្នឹងចូលមកអញ្ចឹងយើងមិនបាច់ចាំ clear ក្នុងហ្នឹងក៏បានដែរយើងអាចចូលក្នុង page ហ្នឹង page របស់យើងហ្នឹងបាទអញ្ចឹងយើងចុចវាវិញមកយើង clear វាវិញទៅ clear មកបាទវា clear ចោលវិញយើងចូលមើលនេះគឺវាអស់បាត់វិញណាបាទអូខេអញ្ចឹងយើងបន្តមកក្រោមនេះគឺ LD អញ្ចឹងនេះគឺជា LD របស់យើងបាទមុននឹងយើងបាន LD នេះយើងត្រូវ select path វា Momo player អញ្ចឹងដូចគ្នាដែរយើងត្រូវ select អីដូចគ្នាអញ្ចឹង real level យើងអញ្ចឹងណាបាទយើង select path វាមកបានវាធ្លាក់អាហ្នឹងមកឲ្យយើងបាទអូខេបាទអញ្ចឹងអាហ្នឹងគឺអត់សូវជានេះទេពិបាកអីទេមិនសូវជាពិបាកយល់ទេបាទចង់ mask ទៀត mask អីនេះគឺអ្នកនរគ្នាដឹងហើយណាការកំណត់យើងចង់បើក LD នឹងប្រហែល street ប្រហែល street ហ្នឹងគឺហ្នឹងបាទអាហ្នឹងគឺយើងដឹងច្រើនជាងគេហើយបាទចន្លោះពីប្រហែលទៅប្រហែលបាទហើយ LD sleep worker ចង់ឲ្យវាលេងប្រហែលជុំបាទអូខេបាទអញ្ចឹងយើងបន្តមកខាងក្រោមនេះគឺតើតើពី run schedule នេះគឺយើង start ឲ្យវាលេងនៅពេលវេលាណាមួយដែលយើងបានកំណត់ណាអញ្ចឹងយើងវាដំណើរការជាមួយនឹងនេះណាតើតើយើងបាន add នៅ schedule ហ្នឹងបាទយើង add ពេលវេលាណាមួយឬក៏ថ្ងៃណាមួយអញ្ចឹង add ឲ្យវាមកបាទអញ្ចឹងនៅពេលដែលយើងចុច run វាជាមួយនឹងការ run schedule ហ្នឹងគឺវានឹងចាប់វានឹងដំណើរការនៅពេលដែលដល់ពេលដល់វេលាម៉ោងនេះណាបាទអត់ដល់ទេគឺវាអត់ធ្វើការទេបាទអញ្ចឹងគឺការ run schedule ហ្នឹងគឺវា run បែបហ្នឹងគឺវាធ្វើការជាមួយអាហ្នឹងណាការយើងកំណត់ពេលវេលាណាមួយឲ្យវាដំណើរការអូខេ auto shutdown PC គឺនៅពេលដែលយើងបើពេលដែលវាដំណើរការចប់នៅមុខងាររបស់វានឹងធ្វើការបិទកុំព្យូទ័រយើងដោយស្វ័យប្រវត្តិណាបាទ backup Facebook data នេះគឺយើងប្រើជំនួសការ login បានន័យថាយើងមាន LD Zap យើងមាន LD យើងមាន account Facebook នៅក្នុងនឹង Zap អញ្ចឹងយើងមិនបាច់ចាំចូលមក login វាទេយើងប្រើនៅមុខងារហ្នឹងដើម្បីធ្វើការ
backup នៅ account Facebook នឹងចូលមកកាន់ tool តែម្ដងបាទអញ្ចឹងនេះគឺ backup Facebook data អញ្ចឹងណាបាទចុងមុខងារ user search វិញអ្នកនរគ្នាដឹងហើយកាលណាយើងប្រើ user search គឺយើងប្រើ VPN នៅក្នុង LD ណាបាទហើយអានេះវា connect auto ខ្លួនវាយើងទៅពេលដែលយើងប្រើអាហ្នឹងណាវា connect ថតថាយើងបាន connect VPN auto ទៅប្រទេសណាមួយទីក្រុងណាមួយហ្នឹងគឺវាដឹងថា connect ទៅនងទេតែបើយើងប្រើ VPN City នេះបាទគឺវានឹងធ្វើការបដូរឲ្យយើងបាទអញ្ចឹង VPN City នេះគ្នាដឹងហើយគឺយើងអាច set នៅលើនេះណាអញ្ចឹងវានឹងបដូរទីក្រុងឲ្យយើងតាមអ្វីដែលយើងបាន set ឲ្យវាតាម account ហ្នឹងបាទហើយមួយទៀតបើសិនជាយើងប្រើវាសម្រាប់ការ reg account ឬក៏ login គឺវានឹងចាប់យកពីកន្លែងនេះណាទីក្រុងហ្នឹងបាទហើយឥឡូវនេះកន្លែងនេះគឺយើងអាចដាក់បានតែមួយទេបើសិនក្រោយខ្ញុំនឹងដាក់ឲ្យវាដាក់បានច្រើនឲ្យវាធ្វើការរំដំមកយើងបាទអញ្ចឹងអាហ្នឹងគឺប្រើអញ្ចឹងគឺយើងប្រើ VPN សសាកនៅក្នុង LD ណាបាទអូខេអញ្ចឹងនេះគឺអាចនឹងយល់ហើយអញ្ចឹងប៊ូតុង start ដើម្បី start ដើម្បីវាដំណើរការ stop គឺយើង stop export account នេះគឺអត់ទាន់ដំណើរការទេបាទ delete account អ្នកគ្នាបានដឹងហើយមិញគឺយើងអាច delete តាមនេះក៏បានប្រើនេះក៏បានដែរបាទអញ្ចឹង Riza Post នេះគឺជា Riza គឺជា log ដែលយើងបាន upload វីដេអូ upload អីណាបាទគឺវាបង្ហាញនៅក្នុងហ្នឹងយើងចុចវាទៅគឺវានឹងបង្ហាញមកហើយបាទ Riza Active ដូចគ្នាដែរវាចេញជាផ្ទាំងបែបហ្នឹង Riza Post និង Riza Active ណាអញ្ចឹងវាមានទិន្នន័យវានឹងដើម្បីបង្ហាញយើងវាលេងមុខងារអីអញ្ចឹងណាបាទអូខេចឹង refresh IP ដឹងហើយណា refresh IP លេខនេះបាទ restart ADB ហ្នឹងគឺយើង restart ADB យើងមើលអត់ឃើញទេហ្នឹងបើយើងចង់ឃើញយើងចូលមកកាន់លេខនេះបាទយើងអាចចូលមកកាន់ Task Manager មកបាទហើយយើងធ្វើការ search ដាក់ថា ADB បាទអញ្ចឹងវានឹងឃើញ ADB ហើយអញ្ចឹងបើសិនជាខ្ញុំចុច restart វាបាទខ្ញុំចុច restart វាបាទវានឹងធ្វើការបិទហើយបានវាបើកមកវិញឃើញទេអ្នកឃើញមើលតន់ណាបាទបើសិនជាខ្ញុំចុច restart វាប៉កអញ្ចឹងវាធ្វើការបិទបាត់ឃើញទេហើយវា restart វាបើកមកវិញអូខេអញ្ចឹង ADB ហ្នឹងគឺយើង restart អាហ្នឹងណា ADB អូខេបាទអញ្ចឹងយើងបន្តមកផ្ទាំងមួយទៀតមកManojយើងមួយទៀតគឺ active គឺជាកន្លែងដែលយើងកំណត់នៅមុខងារដើម្បីឲ្យវាលេងមុខងារអីណាបាទអញ្ចឹងមុខងារទី1ខាងលើដែលយើងឃើញនេះគឺ check profile info ហ្នឹងគឺវានឹងធ្វើការ check friend ឲ្យយើងបាទគឺវានឹងធ្លាក់ចូលមកក្នុង column មួយនេះណាអញ្ចឹង friend យើងមានម៉ានអ្នកហ្នឹងគឺវាយើងប្រើមុខងារហ្នឹងដើម្បី check វាណាអញ្ចឹងវានឹងធ្លាក់ចូលមកក្នុងហ្នឹងអូខេអញ្ចឹងមុខងារទី2គឺ check primary គឺ check មើល account របស់យើង account អាមេរិក account ខ្មែរឬ account ថៃ account អីហ្នឹងបាទហើយវានឹងធ្វើការ sell អាហ្នឹងមកក្នុងនេះណានៅក្នុង column primary នេះដូចបានឃើញអញ្ចឹងនេះវា check ទៅឃើញនៅ Las Vegas អញ្ចឹងទៅវាដាក់ចូលមកហើយអូខេចាំមួយទៀតគឺ scan page នេះគឺវាធ្វើការឆែក page តើ admin របស់យើងមាន page ប៉ុន្មានហើយ page ហ្នឹងមានឈ្មោះអីខ្លះអញ្ចឹងវា save ឲ្យយើងទុកអញ្ចឹងដូចគ្នាវា save ចូលមកក្នុងនេះណា save ចូលមកក្នុង page នេះវា save ចូលមកក្នុងហ្នឹងហើយវា save ចូលមកក្នុងកន្លែង page setting នេះដែរណានេះយើងឃើញនេះបាទមានឈ្មោះអីខ្លះអញ្ចឹងទៅបាទហើយវានឹង count ដាក់នៅក្នុងនេះអញ្ចឹងវានឹង count ដល់ page ហ្នឹងមានប៉ុន្មាន page ណាប៉ុន្មាន page ហ្នឹងវារាប់1 2 3 4 5អញ្ចឹងវានឹង count 5ដាក់នៅក្នុងហ្នឹងថា admin ហ្នឹងមាន5 page អូខេបាទចង់បន្តមកទៀតគឺ more function នេះគឺយើងប្រើសម្រាប់ link យើងប្រើសម្រាប់ link មិនគឺយើងប្រើតាក់ទងពី link ឃើញអានេះសិតតែជា link ជា link បាទយើងប្រើប្រាស់ជា link បាទជា link យើងប្រើវានៅហ្នឹងអញ្ចឹងមុខងារវាមានអីគេមាន like page ឬក៏ follow page ហ្នឹងឯងអញ្ចឹងយើងអាច enable វាមកអញ្ចឹង include page នេះមានន័យថាឧទាហរណ៍ថាខ្ញុំដាក់អញ្ចឹង account របស់យើងមាន page 5ហើយយើងដាក់ page នេះមួយឲ្យវាចូលទៅ like page នេះ page នេះគឺជា URL របស់ page ណាបាទជា link របស់ page URL របស់ page អញ្ចឹងគឺវាឧទាហរណ៍ admin ហ្នឹងមាន5 page អញ្ចឹងវានឹងយកទាំង admin មក like page ហ្នឹងហើយទាំង page មក like អាហ្នឹងទៀតអញ្ចឹងគ្រាន់តែ page គ្រាន់តែ account មួយហ្នឹងមាន
មាន5 page ហ្នឹងគឺវាមក like មក follow អានេះបាន6នេះហើយ6 like ហើយបាទ6 follower ហើយអញ្ចឹងអា URL នេះគឺយើងអាចដាក់ multiple បានណាយើងដាក់វាមកផ្ទាត់អញ្ចឹងទៅបាទយើងមានច្រើន page យើងដាក់មកឲ្យវា like បាន page អញ្ចឹងយើងដាក់មកដាក់ URL page ហ្នឹងមកបាទអូខេអញ្ចឹងអាហ្នឹងការ like page ការ share ការ follow join group ដូចគ្នាដែរបាទយើង join សម្រាប់ admin ណា admin យើង join group បាទអញ្ចឹងយើងដាក់ group មក group URL មកបាទយើងអាចដាក់វាយើងឲ្យវា join ច្រើន group យើងដាក់វាមួយឡាញមួយ group មួយឡាញទៅបាទអូខេចុង view video គឺយើង view video ណា view video reel អានេះខ្ញុំ focus ទៅលើ reel ទេណា view ទៅលើ story ទៅលើអីយើងអាចសាកល្បងបានប៉ុន្តែនេះខ្ញុំ focus ទៅលើ reel ទេបាទអញ្ចឹងគឺយើងអាចបើកមុខងារ view ហ្នឹងហើយយើងចង់ឲ្យទាំង page ទាំងអីមក view video ហ្នឹងក៏បានដែរណាបាទយើងយក include page នេះមកបាទអញ្ចឹងមួយទៀតគឺយើង like នេះយើង view ផងយើង like ផងបាទហើយ like ហ្នឹងគឺយើងកំណត់វាតើឲ្យវា like ប៉ុន្មាន like អញ្ចឹងបានន័យថាយើង select 10 account មកបាទ select 10 account មកបើសិនជាយើងដាក់នេះតែ3ទេអញ្ចឹងវានឹងវារំដំអា10 account ដែលយើង select វាយកតែ3 account ទេមក like អញ្ចឹងអា7ទៀតវាអត់ like ទេវាគ្រាន់តែ view ធម្មតាណាតែវាអត់ like ទេអូខេបាទអញ្ចឹង share នេះដូចគ្នាដែរបាទយើងបើកមុខងារ share វា view ហើយវា share ទៀតវា share ចូល timeline របស់វាទៀតណាបាទបើសិនជាយើងដាក់ include ទាំង page ហ្នឹងក៏វា share ដែរវា share ចូលក្នុង timeline របស់ page ហ្នឹងទៅបាទហើយ include ទាំង page នេះអឺគឺបានន័យថាទាំង admin ទាំង page គឺវាធ្វើការដូចគ្នាណាបាទហើយ mass share video ហ្នឹងដូចគ្នាដែរគឺយើងកំណត់ដូចអា mass slide នេះដូចគ្នាបាទដូចខ្ញុំបញ្យល់ប្រាប់មិញអញ្ចឹងបាទហើយ comment នេះដូចគ្នាដែរគឺ mass comment ហ្នឹងគឺដូចគ្នាណាអានេះគឺសម្រាប់ comment បាទហើយយើងអាចវាយ comment text នៅលេខនេះយើងអាចប្រើសញ្ញាក្បៀសដើម្បីផ្ដាច់ពីមួយពាក្យទៅមួយពាក្យវានឹងធ្វើការរំដំចាប់មួយយកទៅ comment ហើយបាទហើយនេះយើងចង់ឲ្យវា comment ប៉ុន្មានបាទឧទាហរណ៍យើង select 10 page ហ្នឹងយើងដាក់1អញ្ចឹងវារើសតាអូយើង select 10 account អញ្ចឹងវាយកតែ account មួយទេមក comment ណោះប៉ុន្តែអា9ទៀតក៏វា view វានៅតែ view video ហ្នឹងអញ្ចឹងណាបាទប៉ុន្តែវាអត់ comment ទេបាទចឹងមុខងារហ្នឹងវាអញ្ចឹងបាទហើយការ enable view នេះគឺយើងត្រូវកំណត់ចង់ឲ្យវា view ពីប្រហែលវិនាទីទៅប្រហែលវិនាទីបាទព្រោះ video រៀងមិនសូវជាវែងទេចឹងយើងដាក់តាមហ្នឹងទៅតាមប្រភេទ video របស់យើងទៅបាទថា video លេងរបស់យើងប៉ុន្មានយើងរំដំតាមហ្នឹងទៅណាបាទហើយ link គឺយើងដាក់វាច្រើន link បានបាទនិយាយទៅពួកនេះក៏ដូចគ្នាណាយើងដាក់ច្រើន link ចឹងបានដូចគ្នាណាចឹងអានេះមក link នេះគឺមក video នេះមក video មក link មក video មក link អញ្ចឹងវានឹងចូលមើលទាំងអស់ហ្នឹង link ដែលយើងដាក់ហ្នឹងអូខេអញ្ចឹងហ្នឹង enable view video share website បាទ share website ហ្នឹងគឺយើង share website ឧទាហរណ៍យើងមាន website អញ្ចឹងបាទយើង copy link ពី website ណាក៏ដោយមិនគិតថា website ណាទេបាទអញ្ចឹងយើងយកវាដាក់មកបាទយើង enable វាទៅវាធ្វើការ share អញ្ចឹងបើយើងចង់ដាក់ title យើងវាយ title ចូលមកយើងចង់ឲ្យវារំដំគឺយើងប្រើក្បៀសណាដូច comment ដូចអីនេះដែរទេបាទហើយយើង use title ហ្នឹងទៅវានឹងវាយ title ចូលដែរបាទហើយ link នេះយើងដាក់ច្រើន link បានណាច្រើន link បាទអញ្ចឹងយើងមាន link website ណាដែលយើងចង់ share យើងដាក់មកអញ្ចឹងវានឹង share ឲ្យយើងហើយបាទអូខេអញ្ចឹងអាហ្នឹងmore function ហ្នឹងគឺមានមុខងារវាប៉ុណ្ណឹងបាទអញ្ចឹងទៅការ close វាខ្ញុំបិទបាទយើងបន្តមកទៀតគឺយើងមើលមកកន្លែងនេះគឺយើងមានមុខងារ scroll new feed បាទ scroll new feed គឺយើងសម្រាប់ scroll នៅ home page Facebook របស់យើងណាអញ្ចឹងយើងអាចកំណត់ឲ្យវា scroll ពីប្រហែលវិនាទីទៅប្រហែលវិនាទីបាទអ្នកគ្នាចង់ឲ្យវា scroll យូរអ្នកគ្នាគុណជានាទីដាក់ទៅគុណហើយវាយចេញជាវិនាទីឲ្យវាទៅណាបាទមុខងារ scroll reel ចឹងដែរវានឹង scroll នៅលើ reel page reel tab បាទន័យថាម៉ានុយ tab ម៉ានុយ reel scroll video reel ហ្នឹងឯងបាទអូខេយើងកំណត់អីដូចអានេះដែរទេវិនាទីហ្នឹងបាទ scroll video ដូចគ្នាដែរបើសិនជាវាអត់មាន video tab ទេអត់មាន tab video ទេគឺវាមក scroll tab reel ហើយណាអាហ្នឹងអូខេពីរនេះគឺវាដូចគ្នាទេបើសិនជាអានេះអត់អានេះមានវា scroll នេះបើអានេះមានវានិយាយទៅវាឆ្លាស់គ្នាទៅវិញទៅមក
bạn này thao viên miền là ná với thơ gà nào đấy pi năng phổ ấy à khá với tranh thẹp video khá với tranh thẹp real nhé nè bạn ta lấy thẹp video được bạn đấy nơi được thẹp real bạn chỉ tụ tới bà dừng lại tổng pi nữa các bạn đấy bạn ta về lên tổng pi năng về lên con cái này đây ok ca cầm nọt ấy cứ đôi cái này chắc đôi chẳng thể đại thì bà cho như cho và to khá mốc cái lại page nó cứ onlineจะ làm lại page សំទោស like ផុសចឹង like ផុសហ្នឹងវាធ្វើការរំដំណាហើយវារំដំអាចវា like ចំវីដេអូអាច like ចំរូបភាពអាច like ចំ status ចឹងយើងអាចកំណត់វាក្នុងមួយ account ហ្នឹងចង់ឲ្យវា like ប៉ុន្មាន like ចឹងយើងអាចដាក់បើសិនតែដាក់មួយចឹងក្នុងមួយ account វា like តែមួយ like ទេបាទអូខេមកងារ add friend គឺយើង add friend ការ add friend នេះគឺយើង add តាមសញ្ចេះណា friend សញ្ចេះចឹងចង់ឲ្យវា add ប៉ុន្មាន friend ក្នុងមួយ account យើងវាយទៅហ្នឹងទៅបាទ confirm friend គឺយើងទទួល friend ណាចឹងយើងអាចកំណត់ចង់ឲ្យវា confirm ប៉ុន្មានអ្នកហ្នឹងយើងវាយវាទៅដាក់ទៅចឹងវានឹងទៅ confirm ប៉ុណ្ណឹងអ្នកឲ្យយើងហើយបាទមួយទៀត comment ផុសហ្នឹងគឺយើង comment ណាហើយផុសហ្នឹងការផុសហ្នឹងគឺវាអត់វាធ្វើការរំដំណាវារំដំចំវីដេអូវា comment លើវីដេអូវារំដំចំ status វា comment លើ status ចំរូបភាពវា comment លើរូបភាពហើយយើងចង់ឲ្យវា comment ប៉ុន្មាន comment ណាក្នុងមួយ account យើងដាក់ទៅបាទវាធ្វើការរំដំ comment ហើយបាទចឹងមួយទៀតគឺ share post ចឹង share post គឺដូចគ្នាដែរដូចនឹង comment post ហ្នឹងដែរណាចឹងវាធ្វើការរំដំហើយវា share បាទចឹងវាអត់ដឹងថាវាចំវីដេអូឬក៏ចំរូបភាពឬក៏ចំអីទេបាទហើយយើងអាចកំណត់វាក្នុងមួយ account យើងចង់ឲ្យវា share ប្រហែល share បាទចឹងយើងអាច share ជាមួយនឹង text ណាយើងអាច share ទៅវាវាយ text នឹងបញ្ចូលបន្ថែមហ្នឹងទៅអូខេបាទហ្នឹង share បាទចឹងយើងចោមកទៀតខ្ញុំនិយាយពីលេងមកដល់ក្រោយមកសិនណាហើយចាំយើងចូលមកណាបាទអញ្ចឹង post photo ហ្នឹងគឺយើង post photo ទៅលើ admin ណាអញ្ចឹងបានន័យថាមកកាត់នេះគឺសម្រាប់ admin បាទមកកាត់ខាងក្រោមនេះយើងមើលវាសម្រាប់ page ណាបាទអញ្ចឹងនេះគឺការ post photo នេះគឺ post ចូលទៅក្នុង admin អញ្ចឹងយើងអាច post វាជាមួយនឹងwith check in បាទអញ្ចឹងយើងអាចវាយទីតាំងដែលយើងចង់ check in នៅក្នុងនេះណាអញ្ចឹងវាធ្វើការរំដំមកយើងដាក់មកយើងប្រើក្បៀសទៅបាទអញ្ចឹងយើងអាច check in វាជាមួយនឹង feeling ណាវា auto រំដំខ្លួនវា feeling នេះណាបាទហើយ title នេះគឺយើងដាក់វាទៅវានឹងវាយ status title នឹងចូលហើយបាទហើយមួយទៀតជាមួយនឹងartist នេះគឺសម្រាប់អ្នករលុយណារលុយពី artist ដែលនិយាយរលុយតាម music ណាអញ្ចឹងគឺយើងអាច add ទៅយើងវាយ artist name ចូលទៅអញ្ចឹងវានឹងធ្វើការទៅរំដំចម្រៀងពី artist name ហ្នឹងយកមកដាក់ជាមួយនឹងរូបភាពហ្នឹងវាផុសចូលទៅហើយការផុសរូបភាពហ្នឹងគឺវាយករូបភាពចេញពីកន្លែងនេះណានេះកន្លែងដែលយើងបានកំណត់ folder វាកន្លែងនេះណាគឺយើងកំណត់ folder វាហ្នឹងកន្លែង add photo ហ្នឹងអញ្ចឹងដល់ពេលដែលយើង add ទៅវាធ្លាក់ folder នៅក្នុងហ្នឹងហើយអញ្ចឹងការផុសហ្នឹងគឺវានឹងធ្វើការមកចាប់យក folder ពីកន្លែងហ្នឹងណាការផុសអញ្ចឹងយើងដាក់ឲ្យ admin ហ្នឹងទៅ folder ណាយើងដាក់ទៅជា folder រូបភាពទៅអញ្ចឹងដល់ពេលដែលយើងបើកមុខងារហ្នឹងវាមកយករូបភាពពី folder ដែលយើងបានកំណត់ឲ្យវាហ្នឹងហើយបាទណាអាហ្នឹងផុស photo ហ្នឹងបាទអញ្ចឹងយើងចូលមកដល់បន្តទៀតគឺ change profile នេះគឺវា change profile រូបភាពណា profile photo អញ្ចឹងយើងអាចឲ្យវាដាក់ caption ដល់ពេលដែលវា change វាផុសបានន័យថាវា change វាធ្វើការផុសហើយវាធ្វើការ share ទៅលើ timeline របស់ admin ហើយអញ្ចឹងគឺវាយើងអាចដាក់ caption នៃវាអញ្ចឹងទៅបាទហើយអានេះគឺជាទីតាំងនៃរូបភាពបាទយើង select folder ទៅនៅក្នុង folder ហ្នឹងមានរូបភាពជាច្រើនទៅអញ្ចឹងវាធ្វើការរំដំរូបភាពមួយយកមកដាក់ជា profile picture យើងហើយបាទអូខេចុះ post check in នេះអ្នកមិនចាំនិយាយអ្នកនរគ្នាដឹងដែរពួកឯងហ្នឹងយើងត្រូវការប្រើវាច្រើនអ្នកម្នាក់
ប្រើតែហ្នឹងដើម្បីឲ្យ account យើងចាប់ primary ណាបាទចឹងយើងមកងារ post check in ហ្នឹងគឺយើងអាច post check in with status បាទ post check in កាលណាដែលយើងគ្រីស post check in គឺអ្នកនរគ្នាត្រូវដាក់ location ដាក់ទីតាំងដែលយើងចង់ post ណាចង់ check in ណាអញ្ចឹងទីតាំងយើងអាចឲ្យវា random ដោយយើងប្រើក្បៀសណាយើងវាយមកទីតាំងយើងប្រើក្បៀសវាដើម្បីឲ្យវា random បាទចឹងវានឹង random យកទីតាំងមួយយកទៅ post ឲ្យយើងហើយបាទយើងអាច post វាជាមួយនឹង status ចឹង status គឺកន្លែងនេះគឺយើងអាចវាយបញ្ចូល status បាទយើងចង់វាយសរសេរពីអីចឹងយើងសរសេរយើងមក clear គឺយើងប្រើក្បៀសណាដើម្បីផ្ដាច់វាដល់អញ្ចឹងវានឹងធ្វើការ random នៅពាក្យណាមួយឬក៏នេះប្រយោគណាមួយដែលយើងបានសរសេរវាហ្នឹងដោយយើងប្រើក្បៀសហ្នឹងវាយកទៅផុសហើយបាទ with feeling នេះគឺវា auto ណាវា auto random ខ្លួនវាដាក់ឲ្យយើងដាក់ជារូបនេះហ្នឹងរូបអារម្មណ៍របស់យើងហ្នឹងអារម្មណ៍ខឹងអារម្មណ៍អីហ្នឹងវានឹង random ឲ្យយើងតែម្ដងបាទអូខេបាទចុងបន្តមកទៀតគឺ create page នេះគឺយើងបង្កើត page ណាគឺយើងបង្កើត page អញ្ចឹងយើងអាចបង្កើត page បាទអញ្ចឹងយើងចុចលើ create page មកយើងរើស category មានតែមួយទេបាទ category វាគឺ digital creator ហើយនេះគឺ country គឺយើង select ទៅបាទបើសិនជាវាមានប្រអប់ដើម្បីឲ្យបំពេញនៅ address គឺវានឹងវាយអាស័យដ្ឋានឧទាហរណ៍យើងរើសអាមេរិកអញ្ចឹងវានឹងវាយអាស័យដ្ឋានអាមេរិកឲ្យយើងហើយអាស័យដ្ឋាននោះគឺវា random ឲ្យយើងណាអត់មានបញ្ហាទេយើងអត់ចាំបាច់វាយចូលខ្លួនឯងទេដាក់គឺវានឹង random ឲ្យយើងណាបាទហើយ page name នេះគឺយើងដាក់ page name ណាហើយ page name នេះយើងដាក់ច្រើនអញ្ចឹងគឺវាយើងប្រើក្បៀសណាដើម្បីផ្ដាច់ពីមួយឈ្មោះណាមក page name យើងប្រើក្បៀសមកផ្ដាច់វាអញ្ចឹងវាធ្វើការ random ឲ្យ random ចោលមកណាមួយយកទៅបង្កើតហ្នឹងវាយកទៅបង្កើតហើយបាទអាហ្នឹងគឺ page name របស់វាអញ្ចឹង page image ហ្នឹងគឺរូបភាព profile របស់ page ណាយើងចង់ដាក់រូបភាពអីចឹងយើងប្រើទៅ select ទីតាំងហ្នឹងទៅហើយក្នុង folder ហ្នឹងយើងដាក់រូបភាពឲ្យច្រើនទៅវានឹងធ្វើការ random មួយយកមកដាក់ជា profile page ឲ្យយើងហើយអូខេហ្នឹងការបង្កើត page បាទអញ្ចឹងយើងចុះក្រោមមកតិចទៀតគឺយើងមកមើលប្រអប់នេះម្ដងគឺ for page កន្លែងនេះគឺកន្លែងដែលយើងសម្រាប់ upload ដែលផុសរូបភាពផុស video reel ចូលទៅក្នុង page របស់យើងបាទអញ្ចឹងបើសិនជាយើង select លើផុស reel ហ្នឹងគឺវាផុស reel select លើផុស photo វាផុស photo ណាបាទអញ្ចឹងខ្ញុំនិយាយពីផុស reel អញ្ចឹងគឺយើង enable ផុស reel ហ្នឹងមកបាទអញ្ចឹងផុស reel គឺយើងត្រូវដាក់ folder ឲ្យវាណាអញ្ចឹង folder យើងដាក់នៅក្នុងនេះណានៅក្នុង page របស់យើងដូចខ្ញុំបានបង្ហាញអញ្ចឹងនេះគឺយើងមាន folder ផុស reel អញ្ចឹងយើងអាច select មកយើងដាក់ folder ឲ្យវាអញ្ចឹងទៅ add folder reel នេះចូលទៅចង់ផុស photo យើង add photo មកចូលបាទអូខេអញ្ចឹងវាប្រទាក់គ្នាជាមួយអាហ្នឹងវាពេលវាផុសវានឹងចូលមកយកវីដេអូយកអីពីក្នុង folder នេះដែលយើងបានកំណត់ឲ្យវាហ្នឹងណាបាទអញ្ចឹងការផុស reel នេះគឺយើងផុសវាបាទយើងប្រើ use title from video ហ្នឹងវានឹងយក title ចេញពី video ណា video file របស់យើងបាទមួយទៀតគឺ by random អញ្ចឹងអាពីរនេះគឺវាបើសិនជាយើង select អានេះមួយអត់អានេះបើយើង select អានេះអត់អានេះអញ្ចឹង by random នេះគឺវានឹង random video ណាវា random video ពីក្នុង folder នេះ folder ដែលយើងបានកំណត់ឲ្យវាហ្នឹងអញ្ចឹងវាមាន video ច្រើននៅក្នុងហ្នឹងហើយអញ្ចឹងវានឹងធ្វើការ random វាផុសអត់ដឹងថាអាណាណីទេវាផុសត្រឡប់តលិនពេញហ្នឹងអញ្ចឹងណា random វាបានន័យថាវាអត់ច្បាស់លាស់អាណាមួយទេណា random វានឹង random បាទបើសិនជាយើងយក by order list នេះគឺវាផុសតាមលេខរៀងបើសិនជា video របស់យើងផ្ដើមដោយលេខ1គឺវានឹងផុសលេខ1ណាលេខ1លេខ2លេខ3លេខ4ហ្នឹងមកតែបើសិនជា video យើងជាលក្ខណៈហៅថា A B C វាផុសពី A រហូតមកដល់ B C D E ទាំងទៅអញ្ចឹងអានេះគឺសម្រាប់អ្នកធ្វើរឿងណាធ្វើ story ធ្វើអីហ្នឹងលក្ខណៈ drama អីហ្នឹងអាហ្នឹងគឺយើងផុសតាមអាហ្នឹងតាមលេខរៀងលំដាប់របស់វាណាបាទចង់មួយទៀតគឺ add artist ហ្នឹងដូច artist ខាងលើដែរ
គឺវានឹងធ្វើការចាប់យកអាទិសណែមនេះហើយវានឹងរំដំចម្រៀងពីអាទិសណែមនឹងមួយយកមកដាក់ក្នុងវីដេអូហ្នឹងណាបាទអញ្ចឹង share to group នេះគឺយើងធ្វើការ share បើសិនជា page របស់យើងនឹងមាន group គឺវានឹងធ្វើការ share ចូលទៅក្នុង3 group ណាអញ្ចឹងបើសិនជាយើងមាន group គឺវានឹងធ្វើការរំដំឲ្យយើងរំដំចំនួនយ៉ាងច្រើន3 group ណា share ចូលទៅក្នុង group របស់ page ហ្នឹងបាទ number វីដេអូនេះគឺយើងផុសចង់ផុសប្រមាណវីដេអូក្នុងមួយ page ហ្នឹងគឺយើងដាក់ហ្នឹងទៅបាទយើងដាក់3អញ្ចឹងវានឹងផុស3វីដេអូចូលក្នុង page ហ្នឹងណាបាទ delay per វីដេអូនេះគឺវានឹងផុសបាទវាពេលវេលាដែលវាចន្លោះពីការផុសមកវីដេអូទៅមកវីដេអូណាចឹងមកតែយើងដាក់3អញ្ចឹងវានឹងផុសមួយវារងចាំ30 second បាទនេះគិតជា second ដែរណាគិតជាវិនាទីអញ្ចឹងវានឹងផុសមួយទៀតវាចាំ30វាផុសមួយទៀតបាទអញ្ចឹងគឺចន្លោះនៃការរងចាំពីផុសមួយទៅផុសមួយបាទអូខេបាទ title វីដេអូនេះគឺយើងអាចដាក់វាច្រើនហើយយើងប្រើក្បៀសដើម្បីផ្ដាច់វាណាពីមក clear ទៅមក clear ឬក៏ពីមកកថាខណ្ឌទៅមកកថាខណ្ឌយើងថាកថាខណ្ឌមកចាកថាខណ្ឌគឺវែងអញ្ចឹងហៅថាមកពាក្យទៅមកពាក្យឬក៏មក clear ទៅមក clear អញ្ចឹងណាអញ្ចឹងយើងប្រើក្បៀសដើម្បីផ្ដាច់វាបាទ hashtag ដូចគ្នា hashtag គឺយើងវាយតាមធម្មតាអញ្ចឹងទៅបាទយើងប្រើទងឈូកហើយយើងវាយ hashtag ចូលមកហើយយើងដក clear ទៅយើងវាយមួយទៀតទៅហើយយើងដក clear យើងវាយទងឈូកហ្នឹងទៀតទៅយើងវាយតាមធម្មតាអញ្ចឹងណាបាទហើយអា title ហើយនឹង hashtag ហ្នឹងបើសិនជាយើងរើសយក title from video នេះគឺ tool វាអត់ចាប់យកអានេះទេណាតែបើសិនជាយើងដោះអានេះគឺ tool វានឹងធ្វើការរំដំអានេះយកទៅដាក់ឲ្យវីដេអូរបស់យើងបាទអញ្ចឹងអា title តនួងឡា title from video ហ្នឹងគឺអញ្ចឹងណាបាទតែសម្រាប់ hashtag នេះគឺវានឹងវាយចូលទាំងអស់ណាបាទន័យថាយើងដាក់ប្រមាណវាចូលទៅប៉ុណ្ណឹងបាទសម្រាប់ title គឺវារំដំមក clear ឬក៏មកពាក្យណាមួយទេណាតាមក្បៀសរបស់យើងបាទអូខេបាទអញ្ចឹងយើងបន្តមកទៀតចូលមកដល់ផុស photo មិនខុសអីពីការផុស real មែនទេយើង enable វាមកអញ្ចឹងយើងចង់បាន title ពីរូបភាពរបស់យើង select អាហ្នឹងមកបាទយើងចង់ add អាទិសយើងចុច add មកយើងវាយអាទិស name ទៅវាធ្វើការរំដំនៅវីដេអូដាក់ឲ្យរូបភាពរបស់យើងហើយបាទវាធ្វើការកែណាបាទបើសិនជាយើងចង់បាន title ដែលយើងចង់វាយបញ្ចូលនេះគឺយើងដោះអានេះចេញអញ្ចឹងយើងវាយបញ្ចូលទៅយើងប្រើសញ្ញាក្បៀសដូចគ្នាណាសញ្ញាក្បៀសដើម្បីផ្ដាច់ពីមួយពាក្យទៅមួយពាក្យបាទពីមួយ clear ទៅមួយ clear បាទហើយយើងចង់ផុសប្រមាណរូបភាពបាទចូលទៅក្នុង page ហ្នឹងណាក្នុងមួយ page អញ្ចឹងយើងដាក់ទៅហើយ delay វាដូចគ្នាដែររងចាំរយៈពេលប្រហែលហ្នឹងវាផុសពីមួយទៅមួយអញ្ចឹងទៅបាទអូខេអញ្ចឹងយើងបន្តមកទៀតយើងចូលមកដល់ optional នេះគឺយើងឃើញថាវាមាន share website វិញគឺយើងឃើញមានមួយឯនៅក្នុងនេះក្នុង more function នេះណាបាទ more function នេះបាទអូខេអញ្ចឹងហើយវាមានមួយទៀតគឺអានេះគឺវាមានសម្រាប់ page ណាយើង share យើងប្រើ page ដើម្បី share នៅ website ហ្នឹងបាទអញ្ចឹងយើងអាច enable មកបើយើង use title យើងដាក់ title អញ្ចឹងទៅបាទយើងប្រើក្បៀសដូចគ្នាណាពីមួយ clear ទៅមួយ clear បាទហើយ link គឺយើងអាចដាក់ច្រើនបានច្រើនដូចគ្នាអញ្ចឹងវានឹង share ចូលទៅក្នុង page ណាកន្លែងហ្នឹងអូខេក្នុងមុខវា share website នេះគឺ share website ចូល page បាទ delete post គឺមុខងារ delete post នេះគឺវានឹងធ្វើការលុប post ទាំងអស់ចេញពីក្នុង page ណាបាទអញ្ចឹងវាដំណើរការជាមួយនឹងនេះមិញហ្នឹងគឺកន្លែងនេះបើសិនជាខ្ញុំធ្វើការ select page 2នេះបាទខ្ញុំ add វាចូលក្នុង delete post delete post នេះ delete post បាទអូខេអញ្ចឹងពេលកាលណាដែលយើងបើកមុខងារ delete post ហ្នឹងហើយយើងមក select យកអានេះគឺវានឹងធ្វើការ switch ចូល page 2ហ្នឹងណាវានឹងធ្វើការបើក page 2ហ្នឹងហើយវានឹងធ្វើការលុប post ទាំងអស់ដែលមាននៅក្នុង page ហ្នឹងចេញណាវាធ្វើការលុប post ទាំងអស់បាទអញ្ចឹងមុខងារ delete post ហ្នឹងគឺ delete post ទាំងអស់ចេញពីក្នុង page ណាអូខេអញ្ចឹងយើងបន្តបាទមុខងារនៅក្នុងនេះគឺអស់ហើយបាទរ៉ាយរ៉ាប់ច្រើនហើយណា
នេះគ្រាន់ខ្ញុំរាយរាប់ត្រួសចឹងរបៀបប្រើជាក់ស្ដែងអ្នកនេះស្វែងយល់វាបន្ថែមទៀតបាទមានខ្វះខាតណាអ្នកនេះអាចឆាតសួរខ្ញុំបានបាទចឹងមុខងារ login យើងចូលមកម៉ឺនុយទៅគឺ login គឺយើងសម្រាប់ login account យើងណាបាទចឹងគឺមុខងារហ្នឹងគឺវាតាំងពីដំបូងប៉ុន្តែអាមុខងារ login នេះគឺខ្ញុំបានបញ្យល់ច្បាស់ហើយនៅក្នុងវីដេអូនេះមើលវីដេអូខ្ញុំទៅគឺយល់ហើយព្រោះអាហ្នឹងវាចំណុចសំខាន់ដែលយើងបាន account មកកន្លែងនេះបានហ្នឹងលុះត្រាតែយើងបាន login វាណាបាទអូខេចឹងខ្ញុំអត់រាយរាប់អីច្រើនទេមុខងារ login នេះបាទចឹងមុខងារ reg account បាទមុខងារ reg account គឺយើងសម្រាប់បង្កើត account ណាចឹងការបង្កើត account គឺយើងអាចបង្កើតជាមួយនឹង Regnovery បាទហើយយើងអាច reg ជាមួយនឹង YSH reg ជាមួយនឹង SMS Server reg ជាមួយ Yandex បាទពួកនេះគឺខ្ញុំបានធ្វើវីដេអូរួចហើយអ្នកនរអាចចូលទៅមើលវីដេអូអំពីរបៀបនៃការប្រើប្រាស់វាណាដូចជាការយើងប្រើ Yandex យើងត្រូវការអីខ្លះអញ្ចឹងគឺយើងត្រូវ set up វាច្រើនទៀតអញ្ចឹងណា SMS Server ដូចគ្នាដែរយើងត្រូវការ API វាត្រូវការអីអានេះក៏ដូចគ្នាដែរត្រូវការ API ត្រូវការអីយើងចូលទៅយក API វាបាទប៉ុន្តែគាត់ថាការកំណត់ឲ្យលេងហ្នឹងគឺដូចគ្នាទេណាយើងប្រើនេះក៏ដោយប្រើនេះក៏ដោយប្រើនេះក៏ដោយ Regnovery ក៏ដោយយើងគ្រាន់តែគ្រីសនៅលើ enable មកហើយយើងកំណត់តែចំនួន account ដែលយើងចង់ reg ចឹងទៅប៉ុន្តែគាត់ថាដូចជានេះអីយើងត្រូវការ API វាទៀតណាយើងត្រូវមាន account YSH ហ្នឹងយើងយក API វាមកដាក់មកបាទហើយការកំណត់ account ហ្នឹងអីដូចគ្នាបាទការ select photo នេះគឺយើង select តែមួយទៅគឺវានេះហើយគឺវានៅជាមួយគ្នាទេអត់មានបញ្ហាណាទាំង Yandex ទាំងអីបាទអូខេអញ្ចឹងគឺមានប៉ុណ្ណឹងទេtool របស់យើងបាទអញ្ចឹងគឺយើងអាប់ដេតបានច្រើនដែរមិនមែនតិចទេណាមុខងារវាបាទគឺច្រើនបាទអញ្ចឹងខ្ញុំរៀបរាប់ប៉ុណ្ណេះត្រួសអ្នកនរគ្នាបានស្ដាប់ខ្លះអញ្ចឹងទៅក៏បានរៀងយល់ខ្លះអញ្ចឹងណាហើយក៏អាចធ្វើខ្លួនឯងបានអញ្ចឹងដែរបាទអញ្ចឹងវីដេអូហ្នឹងដូចជាវែងហើយជាង50នាទីគាត់អង្គុយនិយាយត្រួសអំពី tool ហ្នឹងជាង50នាទីនេះ50នាទីឡើយបាទអញ្ចឹងគឺខ្ញុំសន្មតថាបញ្ចប់ប៉ុណ្ណេះបាទអរគុណច្រើនហើយបាទអ្នកនរគ្នាឆ្ងល់កន្លែងណាមិនយល់ពីរបៀបប្រើអាចតាក់ទងមកខ្ញុំបានណាខ្ញុំនឹងបង្ហាញប្រាប់បន្ថែមទៀតបាទអរគុណច្រើនបាទ